តាក់ទងនឹងAI ដែល generate រូបអាក្រាតកាយហ្នឹងណាខ្ញុំមិនដឹងទេថាជាវាជា website ឬក៏វាជា app ហើយខ្ញុំគាត់ថាឮមកខ្លះៗហ្នឹងខ្ញុំអត់បានទៅ search បន្ថែមអីទេហ្នឹងហើយអានេះគាត់ប្រហែលជាការយល់ឃើញរបស់ខ្ញុំទេហ្នឹងហើយតាក់ទងនឹង owner ដែលគាត់បង្កើត app ឬក៏ website ហ្នឹងខ្ញុំមិនដឹងពីគោលដៅរបស់គាត់ថាគាត់ចង់បានអីទេប៉ុន្តែតាមដែលខ្ញុំគិតឃើញមួយដែលគាត់គោលបំណងដែលគាត់ចង់ធ្វើអា app ឬក៏ website សម្រាប់ generate រូបអញ្ចឹងអីណាហ្នឹងហើយខ្ញុំគិតថាគាត់មានបំណងចង់ជួយកាត់បន្ថយករណីរំលោភមិនវិញកាត់បន្ថយមិនយើងឧទាហរណ៍ថាមានអ្នកប្រើប្រាស់គាត់ទៅ generate រូបភាពអញ្ចឹងមកទៅយើងគាត់យករូបភាពហ្នឹងទៅធ្វើសកម្មភាពអ្នកនរអាចយល់អាចធ្វើសកម្មភាពពួកហ្នឹងអញ្ចឹងហើយវាជួយកាត់បន្ថយត្រង់ថាគាត់អត់នៅពេលដែលគាត់មានអារម្មណ៍អញ្ចឹងគាត់អត់ទៅប៉ះពាល់ដល់អ្នកដល់មនុស្សហ្មងអត់ទៅប៉ះពាល់ដល់មនុស្សទេគាត់អាច generate រូបភាពហ្នឹងដើម្បីយកមកធ្វើសកម្មភាពអញ្ចឹងបានទាំងទៅអានេះសម្រាប់គាត់យក generate ឲ្យគាត់មកធ្វើឲ្យខ្លួនឯងមើលម្នាក់ឯងអត់មានអត់ទាន់និយាយដល់ការបើកជា public អីណូអាហ្នឹងក្នុងនៃ app អានេះតាមខ្ញុំគិតទេណាហ្នឹងតាមខ្ញុំគិតថាអូខេម្ចាស់ the owner អ្នកបង្កើត app ឬក៏បង្កើត website ប្រហែលជាគាត់គិតអញ្ចឹងហ្នឹងហើយប៉ុន្តែយើងមកមើលពីអ្នកប្រើប្រាស់វិញអ្នកប្រើប្រាស់នេះបានជាបញ្ហាវាអាចមានពីរដំណាក់កាលក្នុងហ្នឹងហើយពីរដំណាក់កាលទី1គឺគាត់ generate រូបភាពគាត់យករូបភាពមនុស្សស្រីហ្នឹងទៅ generate ដើម្បីខ្លាយទៅជារូបភាពហ្នឹងហើយរូបភាពរូបភាពក្រាកាយហ្នឹងនឹងពេលទៅគាត់យករូបហ្នឹងទៅ generate អញ្ចឹងហើយអូខេគាត់ខុសមួយអត់ដែរខុសចំពោះថាឧត្តមគតិខ្លួនឯងចំពោះមនុស្សស្រីហ្នឹងគាត់ធ្វើខុសវាមិនមែនជារបៀបខុសផ្នែក outside តែខុសផ្នែក inside ដែលយើងតាក់ទងមើលអារម្មណ៍តាក់ទងអីយើងខុសអត់ដែរការគិតក្អីគឺខុសគិតខុសចំពោះអ្នកស្រីបាត់ហើយយើងយករូបអ្នកស្រីហ្នឹងទៅធ្វើទៅ generate ចេញមកអញ្ចឹងគឺយើងគិតខុសមួយបាត់ហើយហ្នឹងអាហ្នឹងខុសលើកជាមួយអត់ស្ទើរធ្ងន់ប៉ុន្មានទេបើសិនជាគេអត់ដឹងគាត់ generate ឲ្យទុកមើលខ្លួនឯងខ្លួនឯងអាហ្នឹងអត់ខុសទេតែអ្នកចេះដឹងទេគាត់ធ្វើឲ្យខ្លួនឯងម្នាក់ឯងហ្នឹងអ្នកចេះដឹងទេប៉ុន្តែកំហុសទី2ហើយកំហុសធ្ងន់បំផុតនោះគឺគាត់បង្កើតរូបភាពអញ្ចឹងហើយគាត់យកទៅ post គាត់យកទៅអីនៅក្នុង social media នៅលើ social media ធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះកិត្តិយសរបស់មនុស្សស្រីម្នាក់ហ្នឹងអានេះគេហៅថាខុសធ្ងន់មែនទេគឺគាត់ប្រើខុសផ្លូវមែនទេ generate រូបឲ្យមើលតែម្នាក់ឯងទៅអត់ស្កប់ចិត្តមកបង្ហាញមក post លើ social media ឲ្យគេឃើញទៀតអញ្ចឹងហើយវាពិតជាប៉ះពាល់ទៅដល់មនុស្សស្រីមែនទេករណីនេះគេថាគឺការចំពោះមនុស្សស្រីខ្ញុំនិយាយជាមួយមនុស្សស្រីបងថាគឺវាប៉ះពាល់ទៅដល់មនុស្សស្រីមែនទេអញ្ចឹងហើយពិបាកមែនទេខ្ញុំអត់ដឹងថាអ្នក generate ហ្នឹងជាមនុស្សប្រុសឬមនុស្សស្រីតែគិតតាមខ្ញុំគិតគឺភាគច្រើនជាមនុស្សប្រុសហើយមនុស្សស្រីអាចនឹងទៅ generate ដោយសារតែគាត់ខឹងជាមួយនឹងម្នាក់ហ្នឹងអីចឹងទៅគាត់អាចទៅ generate រូបអញ្ចឹងបង្កើតរូបអញ្ចឹងឡើងមកអញ្ចឹងទៅប៉ុន្តែខ្ញុំគិតថាភាគច្រើនគឺជាមនុស្សប្រុសហ្មងទោះថាពេលរូបហ្នឹងផុសនៅលើ social media នៅ public អីចឹងទៅអ្នកដែលអត់ដឹងថារូបនឹងជារូប AI រូបនឹងជារូបនេះគាត់គិតអញ្ចឹងមែនយល់អត់គាត់គិតថាម្នាក់ហ្នឹងគឺជាមនុស្សបែបហ្នឹងមែនអញ្ចឹងទៅចឹងហើយការគិតរបស់គាត់ចំពោះមនុស្សម្នាក់ហ្នឹងខុសដែរមនុស្សស្រីម្នាក់ហ្នឹងគឺគាត់គិតផ្លូវបែប negative បាត់ហើយយល់ negative ទៅលើអ្នកស្រីបាត់ហើយទាំងគាត់អត់តន់ដឹងទេថារូបហ្នឹងវាជារូប AI ឬក៏រូបអីទេគាត់វេតម្លៃទៅមុនបាត់ហើយគាត់កាត់ក្តីមុនបាត់ហើយគាត់ចាច់មុនបាត់ហើយចឹងហើយវាពិតជាផ្ដល់ផលប៉ះពាល់ទៅដល់មនុស្សស្រីមែនទេតាក់ទងនឹងរឿង AI generate រូបអញ្ចឹងគឺទោះតែហាមបានអត់វាហាមអត់បានតាក់ទងនឹងរឿងអញ្ចឹងវាហាមអត់បានមែនវាជាសិទ្ធិរបស់បុគ្គលដែលអ្នក generate នោះហើយយើងអញ្ចឹងវាតើមិនអីមកគ្រប់គ្រងលើរឿងហ្នឹងมันអាចបានបើសិនជាបដ ឲ្យគាត់ធ្វើរឿងអញ្ចឹងវានឹងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះឬក៏កិត្តិយសរបស់មនុស្សស្រីកាន់តែច្រើនទៅទៀតទៅមើលអានេះក្នុងទៅតែជាករណីដំបូងហ្នឹងហើយវាអាចនឹងមានតទៅទៀតវានឹងកើតឡើងអញ្ចឹងព្រោះបើសិនជាអត់មានអ្នកណាចេញមកហាមឃាត់រឿងអញ្ចឹងទេពិតជាសោកស្ដាយមែនទេតែយើងប្រើប្រាស់នៅ AI ខុសផ្លូវទាំងតាមពិតទៅគេបង្កើតមកគឺមានប្រយោជន៍របស់គេមានគោលដៅរបស់គេថាគេចង់បានអីគេចង់ឲ្យអ្នកប្រើប្រាស់ទទួលបានអីគេប៉ុន្តែយើងមកយក AI មកប្រើខុសផ្លូវប្រើដើម្បីបំពេញចំណង់ខ្លួនឯងដល់ពេលហ្នឹងទៅខ្ញុំពិបាកនិយាយមែនទេអាហ្នឹងមកពីអីដែរមកពីនិយាយតាក់ទងជាមួយនឹងចំណេះដឹងមានកម្រិតដែរហ្នឹងវាគូសមកអត់ទលំទលេក្នុងការគិតអាចថានឹងខ្ញុំនឹងមានគួរអត់ទេហ្នឹងហើយតាក់ទងរឿងណាពិបាកមែនទេបើមិនជាមានមនុស្សចិញ្ចឹមច្រើននៅក្នុងសង្គមគឺដឹងអាវល់ហ្មងខ្ញុំនិយាយមែនហ្នឹងហើយថ្ងៃហ្នឹងខ្ញុំអត់ដឹងអត់ចង់អត់ដឹងអាគូនិយាយថាម៉េចទេហើយអត់ដឹងថាគូផ្ដល់អីណែនាំថាម៉េចដែរដោយសារហ្នឹងវាជាអត្តចរិតរបស់បុគ្គលទោះបីយើងណែនាំទៀតណែនាំមកម៉េចក៏អត់អាចទៅរួចដែរតើតែមានការដាក់ទោសតើមានការអីម្ដងអាហ្នឹងមិនដឹងខ្លួនធ្វើឲ្យឃើញមួយទៅអាហ្នឹងបាន100ទៀតណាស្ងាត់ហើយអញ្ចឹងករណីហ្នឹងដូចគ្នា